ទីផ្សារមាសនៅថ្ងៃច័ន្ទទី17 ខែ 3 ចឹងសម្រាប់ទីផ្សារមាសកាលពីសប្តាហ៍មុនថ្ងៃសុក្របានឡើងច្រើនបានឡើងទៅដល់តម្លៃ3005 ឬក៏3004ហើយបានចុះមកវិញដល់តម្លៃ2978អញ្ចឹងនៅពេលដែលទីផ្សារឡើងទៅដល់តម្លៃ3000ជាងទីផ្សារបានចុះមកវិញលឿនចូល26លេខសម្រាប់ទីផ្សារមាសកាលពីថ្ងៃសុក្រហើយនៅថ្ងៃច័ន្ទនេះដែរទីផ្សារបានឡើងទៅវិញដល់តម្លៃ2993ហើយបានចុះមកវិញដល់តម្លៃ2985ឬក៏86សម្រាប់ទីផ្សារមាសអញ្ចឹងបើយើងមើលអំពីលំហូររបស់ទីផ្សារមាសក៏ដូចជា daily យើងមើល daily លំហូរគឺជាលំហូរឡើងសម្រាប់ទីផ្សារមាសអញ្ចឹងភាគរយឡើងគឺនៅតែមានច្រើនហើយចំណែកឯ4ម៉ោងក៏ដូចគ្នាក៏ជាលំហូរឡើងហើយ30នាទីក៏ដូចគ្នាក៏នៅតែជាលំហូរឡើងសម្រាប់ទីផ្សារមាសដូច្នេះទីផ្សារមាសភាគរយឡើងគឺនៅមានច្រើនអញ្ចឹងចុះអាចចុះតិចតួចហ្នឹងអាចបន្តឡើងទៅលើទៀតហើយអញ្ចឹងសម្រាប់30នាទីយើងអាចរកឱកាសក្នុងការចុះផ្សារបានហើយបើយើងគូស trend line ពីក្រោមមកយើងឃើញថាទីផ្សារមាសបច្ចុប្បន្ននេះគឺបានចុះមកប៉ះតម្លៃ trend line នៅតម្លៃ2986អញ្ចឹងតម្លៃនេះបើយើងអាចបាយទុយសម្រាប់ទីផ្សារមាសអញ្ចឹងសម្រាប់តម្លៃបាយនេះតម្លៃបច្ចុប្បន្នយើងអាចបាយបាននៅ2986ក៏ប៉ុន្តែសម្រាប់តម្លៃនេះយើងអាចបាយទុយទៅហើយយើងគួរតែកំណត់ហានិភ័យឬក៏ដាក់ SL ឲ្យបានច្បាស់លាស់សម្រាប់ទីផ្សារមាសដោយសារតែតម្លៃមាសគឺខ្ពស់មែនតើអញ្ចឹងយើងជៀសវាងការចូលហូលនៅតម្លៃខ្ពស់អញ្ចឹងសម្រាប់ការបាយយើងគួរដាក់ SL ឬកំណត់ហានិភ័យឲ្យបានច្បាស់លាស់ឬមួយយើងអាចរងចាំដល់តម្លៃក្រោមក៏បានដែរតម្លៃ2881នេះក៏យើងអាចបាយបានដូចគ្នាហើយបើសិនជាទីផ្សារនៅតែបន្តចុះមកក្រោមទៀតយើងអាចបាយបាននៅតម្លៃ2976អញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀតសម្រាប់ការបាយគួរតែកំណត់ SL ឲ្យបានច្បាស់លាស់ឬក៏កំណត់ហានិភ័យឲ្យបានច្បាស់លាស់ដោយសារតែតម្លៃបច្ចុប្បន្ននេះគឺខ្ពស់អញ្ចឹងសម្រាប់តម្លៃ sell វិញតម្លៃ sellដោយសារតែមាសចុះពីតម្លៃ2993នេះចុះមករឿងច្រើនដែរអញ្ចឹងយើងអាចរងចាំនៅពេលទីផ្សារបកទៅវិញទូតម្លៃ2993វិញហ្នឹងគឺយើងអាច sell បានដែរហើយតម្លៃនេះបើយើង sell យើងអាច sell ទូចអីទៅហើយបើសិនជាទីផ្សារមាសនៅតែបន្តឡើងទៀតយើងអាច sell បាននៅតម្លៃ3000យើងអាច sell បានតម្លៃនេះគឺតម្លៃដែលល្អសម្រាប់តម្លៃខាងលើនេះយើងអាចដាក់ sell limit បានដោយសារពីតម្លៃបច្ចុប្បន្នទៅតម្លៃខាងលើរៀងខ្ពស់ដែរអញ្ចឹងយើងអាចដាក់ sell limit ហើយយើងអាច sell បានទៀតនៅតម្លៃ2305អញ្ចឹងតម្លៃខាងលើពីរនេះគឺតម្លៃដែល sell ល្អអញ្ចឹងយើងអាចដាក់ sell limit បានសម្រាប់ព័ត៌មាននៅក្នុង Forex Factory ក្នុងថ្ងៃច័ន្ទនេះដែរទីផ្សារមាសព័ត៌មានមានម៉ោង7កន្លះនេះ7កន្លះទៅនឹង Core Retail Sell អញ្ចឹងយើងមើលការព្យាករណ៍គេគឺ 0.3% ហើយទិន្នន័យលើកមុនគឺដក 0.4% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អហើយ Retail Sell ខាងក្រោមនេះគេព្យាករណ៍ថា 0.6% ហើយទិន្នន័យលើកមុនគឺដក 0.9% អញ្ចឹងគេព្យាករណ៍ថាលុយដុល្លារល្អទាំងពីរជាទូទៅសម្រាប់ព័ត៌មានច្រើនតែដើរស្រប trend អញ្ចឹងបើសិនជា trend up បែបនេះព័ត៌មានភាគច្រើនចេញមកអត់ល្អអញ្ចឹងបើសិនជាលុយដុល្លារអត់ល្អមាសអាចបន្តឡើងទៅលើទៀតហើយបើសិនជាលុយដុល្លារល្អក៏មាសអាចចុះតិចតួចហ្នឹងអាចបន្តឡើងទៅលើវិញហើយសម្រាប់បងប្អូនដែលចង់បើក account trade នៅ Blackwell អាចឆាតតាម Telegram 016879511